เจ้าบอลผลัดพอบอกมาบอลผลัดหนึ่งสำหรับอยากเป็นผมมวยชนะมาให้บอลใจทูเตะประเทศไทยบอลติดชนบอกยืนกับมองธนามหมอกปลาหรือการชนะปีปอนไฟปรำซามินกาโกมโปรปลาจิตรานชนะมาให้เดินบอลนี่บอลตั้งออกมาบอล อันพลักแกะ แถมแกดี พลักปีแกะ บ้างเลยสระเราเรียงใครเปรียบทีติดชนบอกยืนกับมองธนามหมอกปลาหรือการชนะปีปอนไฟปรำซามินกาโกมโปรปลาจิตรานชนะมาให้เดินบอลนี่บอลบ้างโอ้มาติดชนบอกยืนไหนคุ้มแรกสมัยคุ้มเกาะลุ้มครบเราเรียนใครแบบที่สายเมื่อตะบ้านพ่อบางคนเจอบางคนยืนในแต่ความโรปราแบบพ่อมายืนทำให้กระมองชนะนำเต้ยกดกระมองดงเกณฑ์ทำชุดตักมาตามแบบบุญธรรมปะได้นำเลยกดกระมองแบบรูปปลาดังดงจังบางคนเลยตะบอนซิงแต่มีหนึ่งการจันทรีอาปรึกษาជាមួយនឹងក្រុមការងារយើងបានមុននឹងសម្រាប់ចិត្តថាប្រាបងប្អូនតាមដានវីដេអូមាននៅក្នុង page ច្រើនមែនតើបងប្អូនវគ្គផ្លែតាំងពីវគ្គបំពន់ហ្នឹងយើងមានវីដេអូច្រើនមែនតើធ្វើបានផងនោះឯមិនគឺជាបងប្អូនផលិតផលរបស់ខ្មែរបងប្អូនរបស់យើងផលិតនឹងស្រុករយៈពេល6ឆ្នាំហើយបងប្អូនចាយទូទៅប្រទេសតែម្ដងគឺគាត់លុយตั้งออกมาผมเอาอย่าอันพลักจับแกะ แถมแป๊ดี พลักปีแกะ มา ទឹកមុនអមរិនរៀងដឹកជូនស្រីក្នុងសួស្តីពុកម៉ែបងប្អូននៅទឹកដីស្រុករវៀងខេត្តព្រះវិហារនៅក្នុងភូមិអូបងប្អូនរបៀបតើតើជាមួយនឹងចំការរបស់អតិជនយើងនៅតំបន់ភូមិស្រុករវៀងនេះតំបន់ដែលយើងចុះមកផ្ទាល់ហ្នឹងបើយើងក៏លេខមើលចំការជុំវិញគឺអត់ទាន់ទទួលបានផលទេប៉ុន្តែថ្ងៃនេះក្រុមការងារបច្ចេកទេសរបស់យើងបានចុះមកដល់ទីតាំងចំការផ្ទាល់ដើម្បីចែករំលែកតើតើជាមួយនឹងការតាមដានផ្ទាល់ផងដែរអញ្ចឹងយើងជួបជាមួយនឹងខាងបច្ចេកទេសយើងក្រែងគាត់មានការណែនាំតើតើជាមួយនឹងរដូវកាលដំណាំចន្ទទីបាទជំរាបសួរពុកម៉ែបងប្អូនចាក់ដែងដែលយើងមកតំបន់នៅក្នុងស្រុករវៀងនេះនៅក្នុងភូមិអូឃុំរបៀបនេះតាមបណ្ដោយផ្លូវកន្លងមកយើងជិះកាត់តាមតកាពីមុនមកនេះឃើញចំការខ្លះហ្នឹងគឺវាអត់ទាន់បានផលហើយក៏មិនទាន់ជាលួតផ្កាមកស្រស់ល្អដែរនៅខ្លះទើបតែលួតត្រួយនឹងចេញផ្កាមកប្រហែលប្រវាយមកចោលដែរហ្នឹងទេតែចាក់ដែងសម្រាប់ប្រការនេះដែរជាអតិជនរបស់យើងអតិជនចាស់ក៏ធ្លាប់ប្រើពីឆ្នាំទៅកន្លងមកហើយទោះបីជាប៉ះពាល់ជាមួយនឹងអាកាសធាតុឬមួយក៏រដូវកាលនេះវាមានការយឺតយ៉ាវនៃការលូតលាស់របស់ដំណាំចន្ទទីប៉ុន្តែសម្រាប់អតិជនដែលគាត់បានប្រើប្រាស់ជាមួយផលរបស់យើងគឺគាត់ទទួលបានផលល្អគួរសមដែលអាចទទួលយកបានបងប្អូនតិចមកតែឥឡូវនេះយើងប្រើទៅវាមានផលប៉ះពាល់ជាមួយនឹងអាកាសធាតុប៉ុន្តែតែតើសន្ទុះនៃការបញ្ចេញនៅក្តាប់ផ្លែនេះគឺវាមានភាពល្អគួរសមតែតែយើងបានណែនាំជាមួយនឹងអតិជនឲ្យគាត់បានប្រើប្រាស់តាមលក្ខខណ្ឌបច្ចេកទេសในការណែនាំរបស់ការក្រុមការងាររបស់យើងដែលមានបច្ចេកទេសនិងបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកហើយដូចបងប្អូនបានឃើញនៅក្នុងចំការផ្ទាល់វាមានផ្កាខ្លះល្អផ្កាខ្លះវាក្រៀមនេះក៏ដោយសារតែវាមានផលប៉ះពាល់ទៅលើប្រភេទថ្នាំពុលដោយសារតែការប្រើប្រាស់ថ្នាំពុលគឺយើងប្រើប្រាស់ក៏យើងត្រូវតែពិនិត្យមើលឲ្យបានច្បាស់ដែរបងប្អូនទោះបីជាមានសភាពមានក្តាប់ស្វាត់ខ្មៅបែបនេះក៏មិនមែនជាបញ្ហាដែលមកពីប្រភេទថ្នាំបំពន់យើងដែរវាអាចផ្លាយទៅលើអាកាសធាតុបូករួមជាមួយនឹងការប្រើប្រាស់ថ្នាំពុលលើសកម្រិតដោយចាក់ដែងម្ចាស់ចំការមួយចំនួនដែលជាអតិជនរបស់យើងគាត់មិនបានស្ដាប់តាមការណែនាំគាត់លាយជាមួយនឹងថ្នាំពុលពី3មុខចូលគ្នាហើយធ្វើឲ្យសភាពការហ្នឹងក្រៀមស្វិតនេះដូចបងប្អូនបានឃើញអញ្ចឹងម្ចាស់ចំការក៏គាត់បានប្រើជាមួយនឹងថ្នាំពុលលាយឡំគ្នាដែរអញ្ចឹងបានទទួលបានផលមករៀងរអាក់រអួលបន្តិចបូករួមជាមួយនឹងអាកាសធាតុទៀតវារៀងយ៉ាងយឺតយ៉ាវនៅការលូតលាស់មួយចំនួនជាក់ដៃសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងប្រឈមជាមួយនឹងបញ្ហាក្រៀមផ្កាឬមួយក៏ផ្កាចេញមកស្រស់ល្អប៉ុន្តែវាអត់ព្រមលូតក្តឹបបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមានរត់នៅលើវីដេអូយើងដែលកំពុងផុសនេះបានឥឡូវខ្ញុំសូមបញ្ជាក់បន្ថែមតទៅនឹងដំណាំដែលនៅក្នុងចំការរបស់អតិជនយើងដូចបងប្អូនបានឃើញចឹងនៅក្នុងតាមបណ្ដោយផ្លូវយើងមកយើងឃើញចំការមួយចំនួនគឺអត់ទាន់បានផលអីច្រើនទេប៉ុន្តែសម្រាប់អតិជនដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលរបស់យើងបងប្អូនឃើញครับមួយតកៅមាន4មាន5វាបញ្ចេញមកបន្តគ្នាតាមតំណរបស់វានេះគឺជាប្រភេទការចេញមកវគ្គដំបូងគឺវាបានផលបានប៉ុណ្ណឹងដូចបងប្អូនបានឃើញចឹងវាមានផលប៉ះពាល់ខ្លះជាមួយនឹងអាកាសធាតុដែលគាត់មិនបានតាមដានដិតដល់ហើយគាត់បានរហូតដល់18ទៅ20ថ្ងៃគាត់បានម្ដងតែចាក់ដែរយើងអាចថាបានទៅដល់15ថ្ងៃទេប៉ុន្តែដោយសារតែអតិជនគាត់រវល់គាត់បានបាញ់ឲ្យទៀងទាត់ក្នុងពេលវេលាផងវាធ្វើឲ្យអាកាសធាតុហ្នឹងវាបូករួមមកប្រហែលរយៈមុននេះដូចបងប្អូនបានដឹងអញ្ចឹងថ្ងៃនេះយើងគឺជាថ្ងៃទី12ខែ2ឆ្នាំ2025ហើយកាលពីកន្លងទៅកាលពីពាក់កណ្ដាលខែ1នេះគឺយើងបានឃើញសេចក្តីប្រកាសរបស់ក្រសួងដែរហើយក៏យើងបានដឹងខ្លួនឯងច្បាស់ដែរថាមករយៈពេលមុនគឺមានអាកាសធាតុហ្នឹងវាចាប់ផ្ដើមត្រជាក់ខ្លាំងមែនទែនហើយអាកាសធាតុត្រជាក់ហ្នឹងវាធ្វើឲ្យសន្សំប្រៃហ្នឹងវាចុះចឹងដល់ពេលយើងអត់បានថែទាំអត់បានមើលដិតដល់ជាមួយនឹងចំការរបស់យើងអត់បានលាយជាមួយនឹងប្រភេទសន្សំប្រៃដែលខាងក្រុមការងារយើងបានដាស់តឿនហើយយើងអត់បានមកលាយនឹងសន្សំប្រៃដើម្បីបាញ់លាងចំណេះទៀតវាធ្វើឲ្យសភាពការដូចបងប្អូនបានឃើញចឹងអាហ្នឹងមកសេរីមុនវាមានផលប៉ះពាល់បែបហ្នឹងប៉ុន្តែឥឡូវយើងមកជួបផ្ទាល់ជាមួយនឹងម្ចាស់ចការផ្ទាល់ហើយយើងបានណែនាំគាត់បន្ថែមដើម្បីឲ្យគាត់ប្រើប្រាស់ទៅដើម្បីឲ្យអបអរគាត់នេះយើងទទួលបានផលចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាលើដំណាំស្វាយទាំងទីបងប្អូនអាចទំនាក់ទំនងដើម្បីផ្ដល់ទទួលបានការប្រឹក្សាលម្អិតពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន VKSN យើងដោយឥតគិតថ្លៃអញ្ចឹងវីដេអូមួយនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទសូមអរគុណ